បាលជលផលពោធិ៍សាត់និងដៃគូបានធ្វើសិក្ខាសាលាមួយស្ដីពីការឆ្លុះបញ្ចាំងនិងអនុវត្តផែនការគ្រប់គ្រងស្រះចម្រុកត្រីកញ្ញានូសវណ្ណរតជម្រាបជូនខ្លឹមសារអង្គការអភិវឌ្ឍនារីខ្មែរសហការជាមួយខណ្ឌជលផលពោធិ៍សាត់បានរៀបចំសិក្ខាសាលារយៈពេល3ថ្ងៃស្ដីពីការឆ្លុះបញ្ចាំងនិងអនុវត្តផែនការគ្រប់គ្រងស្រះចម្រុកត្រីសិក្ខាសាលានេះមានគោលបំណងឲ្យអាជ្ញាធរស្រុកភូមិគណៈកម្មការសហគមន៍នេសាទទាំង17មកពីខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ចេះឆ្លុះបញ្ចាំងចែកចាយដកស្រង់បទពិសោធន៍និងផែនការគ្រប់គ្រងស្រះចម្រុកត្រីនៅតាមសហគមន៍ដើម្បីបង្កើននូវផលិតភាពធនធានជលផលតាមស្រែលោកភូមិវិមលនៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បញ្ជាក់ថាសិក្ខាសាលានេះជាវេទិកាមួយក្នុងការជជែកសួរដេញដោលនិងចែកចាយបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងគណៈកម្មការសហគមន៍នេសាទខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងពិសេសអង្គការជាដៃគូជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពនៃការគ្រប់គ្រងស្រះចម្រុកត្រីលោកបានបន្តទៀតថាស្រះចម្រុកត្រីមានសារៈសំខាន់ជាទម្រង់មួយនៃការបង្កើនផលស្តុកនិងអភិរក្សមច្ឆជាតិនៅតាមវាលស្រែឬដែនបម្រុងសម្រាប់ត្រីមេពូជរដូវប្រាំងដែលមានទឹកជាប្រចាំនៅក្នុងស្រះជីកនិងស្រះធម្មជាតិខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានសហការជាមួយអង្គការអភិវឌ្ឍនារីខ្មែររួមទាំងអាជ្ញាធរដែនដីគណៈកម្មការសហគមន៍បានថែរក្សាការពារនិងការលម្អស្រះចម្រុកត្រីទាំង10ដោយចាប់ផ្ដើមអនុវត្តពីឆ្នាំ2012ដល់ឆ្នាំ2016មាននៅស្រុកក្រគរក្រវ៉ាញនិងស្រុកបាកាននិងនៅមានស្រះចម្រុកត្រី20កន្លែងទៀតកំពុងដំណើរការបើគិតទូទាំងប្រទេសមានស្រះចម្រុកត្រីចំនួន764កន្លែងលោកបានបញ្ជាក់ច្បាស់ថាស្រះចម្រុកត្រីបានផ្ដល់នូវផលប្រយោជន៍ជួយដល់សហគមន៍ឲ្យមានសន្តិសុខស្បៀងមានត្រីច្រើននៅវាលស្រែបឹងត្រពាំងនិងជាអាហារដែលសម្បូរប្រូតេអ៊ីនដែលប្រជាពលរដ្ឋចូលចិត្តបរិភោគលោកបានសម្ដែងការព្រួយបារម្ភថាដោយស្ថានភាពនេសាទសប្តាហ៍ថ្ងៃនេះមានការកើនឡើងនិងទំនើបជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលដែលបញ្ហានេះបើមិនបានគិតគូរអភិរក្សពីពេលនេះទេនោះធនធានទាំងអស់នោះនឹងត្រូវវិនាសលោកស្រីទស្សនិកជនជាទីគោរពព័ត៌មានសហគមន៍ជាតិដែលលោកអ្នកទើបបានទស្សនានេះពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមជម្រាបលា